ប្រព័ន្ធវិទ្យាតតទន្ទិញគ្រប់ប្រភេទនៃសំណួរមែនទើបអាចបាននិយាយអីនៅពេលប្រឡងបាក់ឌុបខ្ញុំហ៊ាននិយាយថាអរទេមកឥឡូវអង្គុយចុះសិនហើយពិចារណាជាមួយនឹងអីដែលខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាតិចទៀតនេះខ្ញុំជឿថាបងប្អូនខ្លះអត់តន់បែងចែកដាច់ទេថាអីដែលគួរទន្ទិញនិងអីដែលត្រឹមតែមកយល់បាននៅក្នុងមុខវិជ្ជាប្រវត្តិហ្នឹងបងប្អូនខ្លះស្អីក៏ទន្ទិញដែរអញ្ចឹងវាធ្វើឲ្យទម្ងន់នៅក្នុងមុខវិជ្ជាប្រវត្តិវិទ្យាហ្នឹងកាន់តែធ្ងន់សម្រាប់អ្នកទាំងអស់គ្នាដែលបានន័យថាអ្នកទាំងអស់គ្នានឹងមានសម្ពាធខ្លាំងទៅលើការរៀនមុខវិជ្ជាប្រវត្តិហ្នឹងហើយអាចនឹងធ្វើឲ្យបាត់បង់អត្ថប្រយោជន៍នៅក្នុងការផ្ដោតទៅលើមុខវិជ្ជាផ្សេងទៀតអញ្ចឹងនៅក្នុងថ្ងៃហ្នឹងគឺខ្ញុំចង់បែងចែកអ្នកទាំងអស់គ្នាឲ្យច្បាស់ថាអីអ្នកទាំងអស់គ្នាត្រូវតែទន្ទិញដាច់ខាតនិងអ្នកទាំងអស់គ្នាត្រូវតែយល់ដើម្បីយើងបានជាគំនិតហើយយកទៅប្រឡងបាក់ឌុបប្រកបដោយទំនុកចិត្តហើយក៏អាចទទួលបាននីតិអេនៅពេលប្រឡងបាក់ឌុបនឹងដូចគ្នាដែរអញ្ចឹងនៅក្នុងមុខវិជ្ជាប្រវត្តិមានពីរប្រភេទនៃសំណួរដែលយើងត្រូវដឹងថានៅពេលប្រឡងបាក់ឌុបគឺគេចេញតែពីរប្រភេទហ្នឹងឯងទីមួយគឺជាប្រភេទសំណួរបិទខ្ញុំជឿថាបងប្អូនប្រកាសជាយល់លេថាអីទៅជាសំណួរបិទសំណួរបិទគឺជាប្រភេទនៃសំណួរដែលមានចម្លើយតែមួយឬចង្កំចម្លើយដាច់ខាតមានតែប៉ុណ្ណឹងអត់អាចឆ្លើយតាមរយៈការយល់ការស្មើស្ម័យជារូបភាពតាមសម័យកាលនឹងបានទេឧទាហរណ៍ការសួរពីឆ្នាំដោយថាតើគេសួរថាតើប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញពីបារាំងនៅថ្ងៃខែឆ្នាំណាអញ្ចឹងទៅអញ្ចឹងសំណួរហ្នឹងគឺវាមានចម្លើយតែមួយទេហើយសំណួរផ្សេងទៀតឧទាហរណ៍ដូចជាសំណួរសួរអំពីមនុស្សសួរឈ្មោះមនុស្សឬក៏សួរអំពីឈ្មោះទីកន្លែងផ្សេងដែលវាជាចម្លើយមានតែមួយដាច់ខាតមានតែប៉ុណ្ណឹងហើយមានចង្កំចម្លើយផ្សេងទៀតឧទាហរណ៍ដូចជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជាជាដើមអញ្ចឹងចង្កំចម្លើយគឺមានតែប៉ុណ្ណឹងហើយវាអត់មានលើសពីហ្នឹងឬក៏អាចបញ្ចេញបញ្ចូលជាមួយនឹងចម្លើយរបស់យើងថែមបានទេអញ្ចឹងប្រភេទនៃសំណួរបិទហ្នឹងគឺដាច់ខាតអ្នកទាំងអស់គ្នាត្រូវតែទន្ទិញហើយខ្ញុំចង់ប្រាប់ថានៅក្នុងមុខវិជ្ជាប្រវត្តិថ្នាក់ទី12ហ្នឹងសម្រាប់ទាំងថ្នាក់សង្គមនិងវិទ្យាសាស្ត្រគេចេញភាគច្រើនគឺផ្ដោតទៅលើប្រវត្តិសាស្ត្រខ្មែរហើយចំពោះប្រវត្តិសាស្ត្រខ្មែរហ្នឹងទាំងឆ្នាំទាំងសំណួរបិទនិយាយទៅសរុបទាំងអស់វាអត់មានច្រើនលើសលប់ខ្លាំងពេកទេអាចលបាក់ប្រហែលជារង្វង់50សំណួរតែប៉ុណ្្នឹងឯងហើយអ្នកនរគ្នាកុំគិតថាច្រើនវាតិចទេព្រោះអីដូចឆ្នាំដូចថ្ងៃខែឆ្នាំអីអញ្ចឹងយើងអាចទិញឆាប់ចាំទេហើយវាលឿនទៀតអញ្ចឹងរបៀបក្នុងការទិញអ្នកនរគ្នាសូត្រទៅឬក៏អ្នកនរគ្នារៀងចំណាំថាព្រឹត្តិការណ៍ហ្នឹងវានៅថ្ងៃណាហើយស្ថិតនៅក្នុងសម័យគេចឹងទៅយើងអាចប្រេបានហើយចាំបានលឿនទៀតចំពោះប្រភេទនៃសំណួរទី2គឺជាប្រភេទសំណួរបើកសំណួរបើកគឺជាប្រភេទនៃសំណួរដែលយើងអាចបញ្ចេញបញ្ចូលជាមួយនឹងគំនិតរបស់យើងហើយទៅសេក្នុងពាក្យរបស់យើងបានតែក្នុងន័យត្រូវជាមួយនឹងប្រវត្តិសាស្ត្រជាក់ស្ដែងអញ្ចឹងឧទាហរណ៍ដូចសំណួរតាក់ទងជាមួយនឹងការពណ៌នាការរៀបរាប់ការឲ្យយើងនិយាយបកស្រាយអីអញ្ចឹងណាអញ្ចឹងឧទាហរណ៍ដូចតាក់ទងជាមួយនឹងការពណ៌នាពីសម័យសង្គមរាស្ត្រនិយមអីចឹងទៅអញ្ចឹងប្រភេទសំណួរទាំងអស់ហ្នឹងគឺវាចាំបាច់អ្នកនរគ្នាត្រូវតែទៅសេតាមរយៈការយល់ហេតុអីបើសិនជាអ្នកទាំងអស់គ្នាអង្គុយទិញចម្លើយដែលមានតាមអត្រាកំណែផ្សេងធ្វើឲ្យអ្នកទាំងអស់គ្នាមានគំនិតតែប៉ុណ្ណឹងឯងអញ្ចឹងបើសិនអ្នកនរគ្នាភ្លេចនៅត្រេណាមួយភ្លេចអាចពាក់កណ្ដាលលេងអញ្ចឹងទៅធ្វើឲ្យអ្នកនរគ្នាបាត់បន្ទុកហើយមានគំនិតនៅក្នុងការសរសេរទីបន្ទុកបានច្រើនទេអញ្ចឹងកន្លែងនេះគឺជាហានិភ័យមែនតើបើសិនជាអ្នកទាំងអស់គ្នាយល់មេរៀនដោយខ្លួនឯងផ្ទាល់ហ្មងអ្នកទាំងអស់គ្នាសរសេរទៅតាមរយៈការយល់ការស្មើអំពីសម័យនោះគឺអ្នកទាំងអស់គ្នាមានគំនិតច្រើនតែបានច្រើនត្រេបន្ទុកអ្នកទាំងអស់គ្នាក៏បានច្រើនដូចគ្នាដែរអញ្ចឹងនៅត្រង់កន្លែងនេះខ្ញុំមាន3ចំណុចជូនចំពោះអ្នកទាំងអស់គ្នាបន្តិចទៀតដែរតាក់ទងជាមួយនឹងទី1អ្នកទាំងអស់គ្នាដើម្បីយល់បានអ្នកទាំងអស់គ្នាត្រូវអានឲ្យបានច្រើនអញ្ចឹងឯកសារអ្នកទាំងអស់គ្នាត្រូវអានមានដូចជាសភៅពុំគោលរបស់ក្រសួងសភៅសរបស់ក្រសួងហើយខ្ញុំមានសភៅមួយចំនួនទៀតដែលជាសភៅជំនួយបន្ថែមដែលខ្ញុំធ្លាប់បានមើលខ្លួនឯងដែរហើយវាល្អមែនតើមាន3ប្រភេទនៃសភៅនេះតាក់ទងជាមួយនឹងប្រវត្តិដែលជាជំនួយស្មារតីនៅក្នុងការដែលយើងរៀនប្រវត្តិហ្នឹងវាល្អមែនតើអញ្ចឹងខ្ញុំប្រាប់អ្នកគ្នាមួយអាភៅនេះគឺវាក្រាស់វាទូអញ្ចឹងឯងប៉ុន្តែនៅក្នុងនោះគឺគ្រប់មេរៀននៅក្នុងសភៅពុំមានមេរៀននៅក្នុងនោះមានទាំងអស់ហើយសំណួរវាច្រើនមែនតើតាមមេរៀននីមួយអាហ្នឹងជាជំនួយមួយដែរហើយសំខាន់ដូចគ្នាចំពោះសភៅនេះគឺជាប្រភេទសភៅបាក់ឌុបឆ្នាំចាស់របស់លោកគ្រូខុយមេងខីសភៅហ្នឹងគឺបាក់ឌុបឆ្នាំចាស់ទាំងអស់ហើយមួយថ្ងៃមុនបាក់ឌុបគឺខ្ញុំមើលសភៅហ្នឹងទៅប្រឡងផឹកឡើងគឺចេញមកគឺនៅក្នុងសភៅនឹងទាំងអស់តែម្ដងប៉ុន្តែខ្ញុំចង់ប្រាប់ថាការអានអញ្ចឹងគឺយើងគ្រាន់តែអានដើម្បីយល់ហើយស្មើជារូបភាពបន្ថែមទៀតអញ្ចឹងណាហើយចំពោះសភៅមួយនេះវិញគឺតាក់ទងមួយនឹងសភៅរបស់លោកគ្រូមាសភ័ណ្ឌគាត់ចេញសភៅនេះមកគឺល្អមែនតើសំណួរចម្លើយតាមមេរៀននីមួយហើយមានប្រធានបាក់ឌុបឆ្នាំចាស់ខាងក្រោយទៀតហើយសភៅនេះគឺមានចម្លើយក្បោះក្បាយសម្រាប់អ្នកគ្នាជួយពង្រឹងដូចគ្នាដែរអានេះខ្ញុំធ្លាប់មើលដូចគ្នាដែរហើយខ្ញុំ check មើលទៅគឺល្អមែនតើនៅក្នុងនេះអញ្ចឹងសម្រាប់3ក្បាលនេះគឺវាជាជំនួយបន្ថែមសម្រាប់អ្នកគ្នានៅក្នុងការរៀនណាបន្ថែមពីសភៅពុំគោលរបស់ក្រសួងក៏ដូចជាសភៅសរបស់ក្រសួងព្រោះថាសភៅរបស់ក្រសួងគឺជាឯកសារគោលរបស់ក្រសួងហើយប៉ុន្តែយើងត្រូវអានបន្ថែមទៀតដើម្បីបានកំណត់កាន់តែយល់កាន់តែច្បាស់ជាមួយនឹងសម័យកាលនីមួយៗអញ្ចឹងបើសិនអ្នកគ្នាចង់បានសភៅ3ប្រភេទនេះមិនថាសភៅផ្សេងទៀតទេនៅ The Book Station គឺមានទាំងអស់អញ្ចឹងសម្រាប់ព័ត៌មានបន្ថែមទៀតអ្នកគ្នាអាចឆាតទៅកាន់ The Book Station បានណាពេលអ្នកទាំងអស់គ្នាអានណាអ្នកគ្នាព្យាយាមសម័យជារូបភាពបន្តិចបន្តមកទៀតអ្នកគ្នាព្យាយាមចងចាំហើយរៀបវាដូចរឿងភាគអញ្ចឹងណាព្រោះសម័យខ្មែរយើងគឺវាដូចរឿងភាគអញ្ចឹងវាតពីមួយទៅមួយពីមួយទៅមួយអញ្ចឹងអ្នកទាំងអស់គ្នាត្រូវយល់ថាតើនៅក្នុងសម័យកាលមួយហ្នឹង
មិនបានមានការចាប់ផ្ដើមនៃសម័យកាលហ្នឹងបន្តមកទៀតនៅក្នុងសម័យកាលហ្នឹងវាមានសកម្មភាពមិនខ្លាចយើងអាចសម័យបន្តិចទៅបន្តមកទៀតយើងត្រូវដឹងថាហេតុអីបានសម័យហ្នឹងសុកបាត់អញ្ចឹងហើយកើតសម័យថ្មីមកទៀតហើយចន្លោះអាសម័យពីសម័យមួយទៅសម័យមួយហ្នឹងវាមិនខ្លាំងអញ្ចឹងណាអញ្ចឹងកន្លែងនេះអ្នកនរគ្នាត្រូវតែយល់ហើយអានឲ្យបានច្រើនដើម្បីស្វែងយល់ពីកន្លែងហ្នឹងការយល់អញ្ចឹងគឺធ្វើឲ្យអ្នកនរគ្នាចាំបានយូរវាអត់ធ្វើឲ្យអ្នកនរគ្នាឆាប់ភ្លេចឬក៏ភាំងភ័ន្តច្រឡំទេហើយការស្មើជារូបភាពក៏ជាផ្នែកជំនួយមួយជួយអ្នកនរគ្នាចាំបានយូរដូចគ្នាដែរភ្ជាប់ជាមួយនឹងកន្លែងហ្នឹងអ្នកនរគ្នាឆ្ងល់អីទី2គឺត្រូវសួរគ្រូហ្នឹងហើយអ្នកគ្នាឆ្ងល់សួរគ្រូដូចខ្ញុំអញ្ចឹងការទី12គឺគាត់តែពីសួរច្រើនមែនតែម្ដងអញ្ចឹងពេលដែលយើងសួរគ្រូអញ្ចឹងទៅយើងបានការណែនាំបន្ថែមនិងតម្រង់ទិសពីគ្រូដើម្បីយើងមានផ្លូវដើរច្បាស់និងការដែលយើងយល់អំពីមេរៀនសម័យកាលមួយហ្នឹងវាដូចរឿងភាគហ្នឹងគឺជាភាពត្រឹមត្រូវមិនមែនយើងយល់ឬក៏យើងស្មើសម័យទាំងខុសទេអញ្ចឹងកន្លែងហ្នឹងគឺសំខាន់ខ្លាំងមែនតើហើយបន្ថែមពីហ្នឹងគឺតកតងជាមួយនឹងចំណុចទី3ការរៀនវិទ្យាសាស្ត្រអញ្ចឹងកន្លែងហ្នឹងគឺវាត្រូវភ្ជាប់គ្នាពីចំណុចទី1ការអានឲ្យបានច្រើនពីសភៅផ្សេងហើយភៅរបស់ក្រសួងអីអញ្ចឹងហើយនឹងសួរគ្រូបន្តមកទៀតចាំយើងធ្វើវិទ្យាសាស្ត្របើសិនអ្នកគ្នាឥឡូវនេះសល់90ថ្ងៃហ្នឹងទៅធ្វើវិទ្យាសាស្ត្រយកហ្មងអ្នកគ្នាដូចយកទឹកទៅចាក់នៅមួយព្រេងចឹងវាអត់ចូលគ្នាទេហើយបើទោះបីជាខំព្យាយាមបញ្ចូលគ្នាក៏ដោយការចាំរបស់អ្នកទាំងអស់គ្នានឹងវល់ព្រោះអីនៅក្នុងវិញ្ញាសាមួយគឺវាមានចម្រោះមេរៀនបើសិនជាក្នុងចម្រោះមេរៀនហ្នឹងអ្នកគ្នាចាំនៅក្នុងមួយវិញ្ញាសាហ្នឹងអ្នកគ្នានឹងងាយឆាប់ភ្លេចវិញព្រោះអីវាអត់ប្រតិកាឡាគ្នាអញ្ចឹងការដែលអត់ប្រតិកាឡាគ្នាវាដូចពីមួយកង់ទៅមួយកង់អញ្ចឹងទៅវាផ្សេងគ្នាអញ្ចឹងណាដងសរសេរអត់ស្មើគ្នានិយាយឲ្យស្រួលស្ដាប់អញ្ចឹងវាធ្វើឲ្យអ្នកទាំងអស់គ្នាឆាប់ភ្លេចវិញការរៀនវិទ្យាសាស្ត្រគឺតតែអ្នកទាំងអស់គ្នាយល់អំពីមេរៀនមួយច្បាស់សិនអញ្ចឹងកន្លែងនេះអ្នកទាំងអស់គ្នាចាប់ដើមទៅធ្វើពីចំណុចមុនដែលខ្ញុំប្រាប់ហ្នឹងហើយមកបន្តមកទៀតអ្នកទាំងអស់គ្នាទៅធ្វើវិទ្យាសាស្ត្រអញ្ចឹងការធ្វើវិទ្យាសាស្ត្រកុំទៅណាឆ្ងាយពេកអីបាក់ឌុបឆ្នាំចាស់ឬក៏វិញ្ញាសាធៀមមួយចំនួននៅក្នុងសភៅនានាហ្នឹងអ្នកគ្នាធ្វើមកហើយជាពិសេសគឺសំណួរនៅក្នុងសភៅពុំយកមកឆ្លើយយកមកព្រៀងចម្លើយទាំងអស់ហ្នឹងហើយសួរគ្រូវិញឲ្យគាត់ជួយកែតម្រូវដើម្បីយើងបានកំណត់កាន់តែច្រើននៅក្នុងការធ្វើវិញ្ញាសាហ្នឹងហើយបានបន្ទុកច្រើនទៀតសរុបមកខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាបន្ថយសម្ពាធនៅក្នុងការមើលប្រវត្តិព្រោះប្រវត្តិអត់សូវពិបាកទេវាដូចរឿងភាគអញ្ចឹងអ្នកទាំងអស់គ្នាត្រូវបន្ថយសម្ពាធតិចមកដើម្បីអ្នកទាំងអស់គ្នាមានកម្លាំងចិត្តនៅក្នុងការពុះពៀដើម្បីទទួលបាននូវនិទេសអេហើយជាពិសេសគឺអ្នកទាំងអស់គ្នាមានកម្លាំងចិត្តកាន់តែខ្លាំងនៅក្នុងការរៀនទៅលើមុខវិជ្ជាផ្សេងទៀតពីព្រោះថាទាំងសង្គមនិងវិទ្យាសាស្ត្រសុទ្ធតែមានប្រវត្តិហើយមុខវិជ្ជាផ្សេងទៀតក្រៅពីប្រវត្តិសុទ្ធសឹងតែជាមុខវិជ្ជាប្របាក់សម្រាប់អ្នកទាំងអស់គ្នាដែរអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែបន្ថយសម្ពាធទៅលើមុខវិជ្ជាប្រវត្តិនឹងតិចទៅហើយអ្នកទាំងអស់គ្នារកវិធីសាស្ត្ររៀនដើម្បីឲ្យកាន់តែច្បាស់យល់ហើយទៅប្រឡងដែលមានទំនុកចិត្ត